បាទដល់ញាក់គោរពជំរាបសួរបងប្អូនបាទតាមការសន្យាបាទបងប្អូនគឺកាលពីវីដេអូមុនគឺខ្ញុំសន្យាថានឹងធ្វើអតិសកម្មប្រានបង្ហាញពុកម៉ែបងប្អូនអញ្ចឹងណាហើយនេះគឺជាស្ករល្ងពុកម៉ែបងប្អូននេះជាវត្ថុធាតុដើមពីរមុខហ្នឹងគឺយើងយកមកធ្វើអតិសកម្មប្រានបងប្អូនទី1គឺមានស្ករល្ងចំនួន1គីឡូហើយនឹងទី2គឺបាយកកក៏បានបាយយើងដាំសម្រាប់ធ្វើក៏បាននេះខ្ញុំបាយកកសល់ពីហូបអញ្ចឹងណាទុកខ្ញុំយកមកធ្វើបើបងប្អូនដាំធ្វើហ្មងបងប្អូនដាំឲ្យទុកវាឲ្យត្រជាក់ចំនួនបាយ1គីឡូដូចគ្នាស្មើនឹងស្ករល្ងនេះបងប្អូនអញ្ចឹងបន្ទាប់មកគឺយើងយកដាក់ក្នុងកញ្ឆែងដូចខ្ញុំអញ្ចឹងក៏បានយកល្អបងប្អូនដាក់ក្នុងឈើបងប្អូនវាយកេះឈើប៉ុណ្ណឹងមួយមកហើយបងប្អូនចងរុំវាឲ្យជិតណាបងប្អូនរុំខាងលើនេះរុំกระดาษក៏បានរុំថង់ផ្លាស្ទិកក៏បាននេះខ្ញុំរុំថង់ផ្លាស្ទិកបងប្អូនហើយយើងយកអីផ្សេងមកយើងគ្របពីលើបន្ថែមឲ្យជិតកុំឲ្យមានសាតស៊ីហើយនឹងមានទឹកចូលហើយនេះខ្ញុំធ្វើអត់សូវបានល្អបងប្អូនដោយសារខ្ញុំទុកយូរពេកវាច្រើនយប់ពេកអញ្ចឹងណាតែវានៅតែមានប្រសិទ្ធភាពអត់អីទេបងប្អូនចំពោះអតិសកម្មប្រានគឺវាមានអញ្ចេះបងប្អូនគឺវាមានដោះចេញមកសបែបនេះបងប្អូនអត់សូវច្បាស់ទេបងប្អូនផ្សិតណាបងប្អូនតែពិតវាជាប្រភេទផ្សិតតែជាប្រភេទសត្វល្អិតដែលល្អដែលជួយបំលែងកាកសំណល់អញ្ចឹងយើងយកទៅបាញ់ក្នុងទ្រុងជ្រូកក្នុងទ្រុងមាន់ទ្រុងទាវាជួយបំលែងលាមកសត្វទាំងអស់នោះឲ្យទៅជាជីកំប៉ុស្តអញ្ចឹងវាល្អសម្រាប់សត្វយើងដែលយើងចិញ្ចឹមក្នុងទ្រុងអញ្ចឹងខ្ញុំនឹងលាយឲ្យពុកម៉ែបងប្អូនមើលយើងដាក់វាលាយនៅក្នុងនេះបងប្អូនច្បាច់វាឲ្យវល់ចូលគ្នាទាំងអស់នៅក្នុងនេះបន្ទាប់មកពុកម៉ែបងប្អូនទុកវាមួយសប្តាហ៍មួយអាទិត្យណាបងប្អូនទុកវាមួយអាទិត្យដើម្បីឲ្យវាចូលជាតិគ្នាល្អហើយបងប្អូនច្រោះយកស្បៃឬយកកត្រងដែលយើងត្រង់កាហ្វេត្រង់អីហ្នឹងយើងយកមកយកត្រង់វាអញ្ចឹងណាបងយកត្រង់វាឲ្យមកជាទឹកដើម្បីយើងយកទុកវាបានកន្លះឆ្នាំយើងប្រើវាបានរហូតដល់កន្លះឆ្នាំប្រសិទ្ធភាពវាហើយបើយើងយកទៅប្រើទៅអញ្ចឹងក៏បានដែរប៉ុន្តែយើងទុកអត់បានយូរទេបងប្អូនទុកអត់បានយូរទេអញ្ចឹងវិធីដែលយើងទុកឲ្យបានយូរគឺយើងត្រាំវាកូរវាវល់ហ្នឹងហើយរយៈពេលមួយអាទិត្យយើងយកមកយើងច្រោះវាបងប្អូនចាំមើលខ្ញុំយកខ្ញុំធ្វើឲ្យសារមុនខ្ញុំយកបង្ហាញពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនបាទនេះគឺអតិខំប្រានខ្ញុំធ្វើវគ្គមុនគឺនឹងសល់ដំណឹងនេះចិត្តអស់ហើយខ្ញុំច្រោះអញ្ចឹងបងប្អូនជាងច្រោះដាក់ក្នុងដបទឹកសុទ្ធយើងមកដប1លីត្រកន្លះហើយខ្ញុំធ្វើវគ្គនេះក៏1គីឡូដូចមុនណានេះធ្វើ1គីឡូដែរបងប្អូនមុនក៏1គីឡូនេះក៏1គីឡូបាយ1គីឡូស្ករល្ង1គីឡូបងប្អូនវត្ថុធាតុដើមហើយយើងយកវាទៅទុកនៅព្រៃបងប្អូនទុកនៅព្រៃឬក៏ព្រៃមិនបាច់ឆ្ងាយបងប្អូនក្បែរផ្ទះយើងហ្នឹងយើងយកទៅដើម្បីយកបាយហ្នឹងទៅទាញពពួកអតិខំប្រានមកនេះបងប្អូនសហ្នឹងដោះសហ្នឹងដើម្បីទាញពពួកអតិខំប្រានមកហើយអានេះខ្ញុំទុកយូរពេកទៅជាមានផ្សិតខៀវបងប្អូនហើយដោយសារយើងក្របអត់បានចិត្តល្អវាមានសំណើមអញ្ចឹងធ្វើឲ្យវាចេញឲ្យពួកផ្សិតខៀវនេះតែអត់ជាបញ្ហាបងប្អូនព្រោះយើងមាននេះពពួកអតិខំប្រាននឹងដែរសហ្នឹងអញ្ចឹងវាអត់ជាបញ្ហាទេហើយឥឡូវខ្ញុំនឹងលាយឲ្យបងប្អូនមើល
Chúng taឲ្យចូលគ្នាវល់មកបងប្អូនបាទចាំបាច់ឲ្យទៅជាលបាយតែមួយហើយយើងទុកវារយៈពេល1សប្តាហ៍ចាំយើងយកវាមកច្រោះទុកវាក្នុងដបទឹកសុទ្ធយើង1លីត្រកន្លះហ្នឹងមកដើម្បីយើងប្រើប្រាស់វាបានយូរទុកវាប្រើប្រាស់បានយូរបើយើងយកទៅប្រើទាំងលបាយបែបនេះក៏បានដែរបងប្អូនតែយើងទុកអត់បានយូរទេអាហ្នឹងយើងប្រើវាឆាប់ខូចចឹងណាបើយើងច្រោះយកទៅទឹកវាមកកាកបាយហ្នឹងយើងមិនបាច់យកទេយើងយកទៅទឹកស្ករល្ងហើយនឹងពុះអតិថិខំប្រានដែលវានៅតោងជាប់ជាមួយស្ករល្ងនេះយកវាដាក់ក្នុងដបទឹកសុទ្ធមកយើងទុកបានយូរហើយការទុកបងប្អូនកុំមួលវាចិត្តក្របវាចិត្តបងប្អូនពេលយើងច្រោះហើយពោះនៅក្នុងហ្នឹងវាមានជាតិហ្គាសពពួកផ្សិតអស់ហ្នឹងវាមានជាតិហ្គាសចឹងទុកយើងក្របអតិសំប្រានហ្នឹងហើយនឹងស្ករល្ងនោះវាមានជាតិហ្គាសយើងក្របវាខ្លាំងធ្វើប៉ោងដបនេះជាបទពិសោធន៍ខ្ញុំដំបូងខ្ញុំអត់ដឹងខ្ញុំមួលវាចិត្តហ្នឹងបងប្អូនមើលស្រាប់តែប្រហែលថ្ងៃចង់ប៉ោងចង់ផ្ទុះដបអញ្ចឹងយើងគ្របវាថាទៅមិនចិត្តទេបាទបងប្អូនលាយឲ្យទៅជាលបាយតែមួយអញ្ចឹងបានហើយបងប្អូនហើយបងប្អូនយកវាក្របធម្មតាចឹងមកក្របវាទុកចឹងមកវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនបាទបង្ហាញនៅរបៀបធ្វើអតិថិខំប្រានអរគុណច្រើន